ប្រការសំខាន់សម្រាប់រាល់ផែនការគឺការត្រៀមខ្លួនទទួលយកប្រសិនបើផែនការមិនស្របទៅតាមអ្វីដែលយើងគ្រោងទុកឧទាហរណ៍ដ៏ល្អបំផុតនៃការវិនិយោគដ៏ឆ្លៀសវៃអាចរកឃើញនៅកន្លែងដែលមិនសមនឹងអាចទៅរួចដូចជាកាស៊ីណូនៅ Las Vegas ប្រកាសណាស់ថាវាមិនមែនកើតឡើងចំពោះអ្នកលេងល្បែងគ្រប់គ្នាទេប៉ុន្តែអ្នកលេង Blackjack មួយក្រុមតូចដែលវឹកហាត់ចែកសន្លឹកបៀអាចបង្រៀនមនុស្សទូទៅពីអ្វីដែលសំខាន់បំផុតទាក់ទងនឹងការគ្រប់គ្រងលុយកាក់គឺសារៈសំខាន់នៃការទុកចន្លោះសម្រាប់កំហុសឆ្គងមូលដ្ឋានគ្រឹះនៃការរាប់សន្លឹកបៀគ្មាននរណាដឹងច្បាស់ថាអ្នកចែកបៀនឹងហូតបៀអ្វីចេញមកជាបន្តបន្ទាប់នោះទេប៉ុន្តែការតាមដានថាសន្លឹកបៀអ្វីត្រូវហូតចេញមករួចហើយវានឹងអាចធ្វើឲ្យអ្នកប្រមាលបានថានៅក្នុងហ៊ូនោះនៅសល់សន្លឹកបៀអ្វីខ្លះវិធីនេះធ្វើឲ្យអ្នកដឹងពីករណីអាចទៅរួចដែលសន្លឹកបៀណាត្រូវដកចេញមកក្នុងនាមជាអ្នកលេងល្បែងអ្នកនឹងដាក់ដើមទុនកាន់តែច្រើននៅពេលឃើញឱកាសក្នុងការទទួលបានសន្លឹកបៀដែលខ្លួនចង់បានឬដាក់ដើមទុនកាន់តែតិចនៅពេលឱកាសនោះខុសពីអ្វីដែលខ្លួនចង់បានយន្តការនៃវិធីសាស្ត្រគ្មានសារៈសំខាន់នៅទីនេះទេប៉ុន្តែអ្វីដែលសំខាន់គឺអ្នករាប់សន្លឹកបៀ Blackjack នោះដឹងច្បាស់ថាពួកគេកំពុងលេងល្បែងជាមួយនឹងឱកាសដែលអាចទៅរួចមិនមែនលេងជាមួយភាពជាក់លាក់ទេអ្នកលេងល្បែងគ្រប់គ្នាគិតថាខ្លួនមានឱកាសទីត្រូវប៉ុន្តែពួកគេក៏ដឹងថាមានឱកាសទីខុសក្នុងនោះដែរវាអាចស្ដាប់ទៅដូចជាចម្លែកប៉ុន្តែយុទ្ធសាស្ត្ររបស់ពួកគេអាស្រ័យលើការគ្រប់គ្រងខ្លួនឯងការគ្រប់គ្រងខ្លួនឯងដែលពួកគេទទួលស្គាល់ថាខ្លួនមិនដឹងនិងមិនអាចដឹងបានច្បាស់ថានឹងមានអ្វីកើតឡើងជាបន្តទើបពួកគេលេងទៅតាមនោះវិធីរាប់សន្លឹកបៀអាចប្រើការបានពិតប្រាកដព្រោះវាធ្វើឲ្យអ្នកលេងល្បែងអាចអៀងឱកាសរបស់មេមកខាងខ្លួនវិញទោះបីវាមានតែបន្តិចបន្តួចប៉ុន្តែអ្នកលេងល្បែងនឹងមិនដាក់ដើមទុនច្រើនពេកទេទោះបីជាអ្នកអាចមើលឃើញថាមានឱកាសឈ្នះព្រោះបើស្មានខុសគេអាចខាតបង់ច្រើនរហូតដល់គ្មានប្រាក់នៅសល់សម្រាប់លេងបន្តទៀតគ្មានថ្ងៃដែលអ្នកអាចស្មានបានត្រឹមត្រូវទាំងអស់រហូតដល់ថ្នាក់ហ៊ានដាក់ដើមទុនទាំងអស់ដែលខ្លួនមាននៅនឹងមុខនោះទេអ្នកត្រូវទុកចន្លោះសម្រាប់កំហុសឆ្គងអ្នកត្រូវរៀបផែនការដើម្បីទប់ទល់នឹងអ្វីដែលមិនស្របទៅតាមផែនការ Kevin Lewis អ្នករាប់បៀដ៏ជោគជ័យម្នាក់បានសរសេរតាក់ទងនឹងគោលការណ៍ចំណេះដឹងនេះនៅក្នុងសៀវភៅ Bringing Down the House ថាទោះជាការរាប់បៀទទួលបានការសាកពិសោធន៍ហើយថាប្រើការបានតាមស្ថិតិតែក៏មិនអាចធានាបានថាអ្នកនឹងឈ្នះគ្រប់ពេលនោះទេគ្មានការធានាទេក្នុងកាស៊ីណូយើងត្រូវទុកចិត្តបានថាខ្លួនមានប្រាក់ល្មមទប់ទល់នឹងជោគវាសនាដ៏សែនអាក្រក់បានឧបមាថាអ្នកមានឱកាសឈ្នះកាស៊ីណូ 2% មានន័យថាកាស៊ីណូអាចយកឈ្នះអ្នកបានដល់ទៅ 49% ក្នុងមួយក្តារដូច្នេះអ្នកចាំបាច់ត្រូវមានប្រាក់ច្រើនគ្រប់គ្រាន់សម្រាប់ទប់ទល់នឹងភាពហិង្ស៊យដែលខ្លួនត្រូវប្រឈមគោលការណ៍បែបសាមញ្ញគឺអ្នកគួរមានប្រាក់ក្នុងដៃយ៉ាងហោចណាស់ក៏ខ្ទង់$100ដែរឧទាហរណ៍បើអ្នកផ្ដើមដោយទឹកប្រាក់$10,000អ្នកអាចលេងមួយក្តារ$100បានទៅតាមសម្រួលប្រវត្តិសាស្ត្រពោពេញទៅដោយគំនិតល្អៗដែលហួសពីការពិតរហូតដល់មិនអាចចែកដាច់ពីគំនិតអាក្រក់ៗបានកតេបណ្ឌិតក្នុងការទុកចន្លោះសម្រាប់កំហុសឆ្គងគឺការដឹងទៅដល់ភាពមិនទៀងទាត់ភាពមិនរៀបរយនិងឱកាសនៃការមិនដឹងថាអ្វីទាំងអស់នេះជាផ្នែកមួយនៃជីវិត
วิธีแต่មួយគត់ដើម្បីទប់ទល់រឿងទាំងនេះបានគឺត្រូវពង្រីកចន្លោះរវាងអ្វីដែលអ្នកគិតថានឹងកើតជាមួយនឹងអ្វីដែលអាចកើតឡើងដោយបើកឱកាសឲ្យអ្នកអាចក្រោកឈរបាននៅថ្ងៃក្រោយ Benjamin Graham ជាបុគ្គលដែលគេទទួលស្គាល់ដោយសារតែគំនិតរក្សាទុកចន្លោះសុវត្ថិភាព Margin of Safety គេសរសេររឿងនេះយ៉ាងវែងអន្លាយនិងផ្ដល់ភាពលម្អិតជាតួលេខប៉ុន្តែបទសរុបដែលខ្ញុំពេញចិត្តបំផុតនៃទ្រឹស្ដីនេះបានមកពីអ្វីដែលគេផ្ដល់បទសម្ភាសន៍ថាវត្ថុបំណងនៃការទុកចន្លោះសុវត្ថិភាពគឺជាការធ្វើឲ្យការព្យាករណ៍លែងមានភាពចាំបាច់វាជារឿងលំបាកដែលទៅនិយាយបំផ្លើសថាសម្ដីដ៏សែនធម្មតានេះមានធម៌ពលខ្លាំងកម្រិតណាការទុកចន្លោះសុវត្ថិភាពឬដែលអ្នកអាចហៅថាជាចន្លោះសម្រាប់កំហុសឆ្គងគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពតែមួយគត់ដែលនាំផ្លូវអ្នកនៅលើលោកដែលត្រូវគ្របដណ្ដប់ដោយភាពអាចទៅរួចមិនមែនជាភាពជាក់លាក់ហើយស្ទើរតែលើអ្វីគ្រប់យ៉ាងដែលតាក់ទងនឹងរឿងប្រាក់ការព្យាករណ៍ឲ្យត្រឹមត្រូវជារឿងពិបាកនេះជាអ្វីដែលមើលឃើញច្បាស់ពីអ្នករាប់បៀព្រោះគ្មាននរណាដឹងថាសន្លឹកបៀដែលពួកគេចង់បាននោះស្ថិតនៅត្រង់ណានៃហ៊ូដែលត្រូវគេសាបត្រឡប់ចុះត្រឡប់ឡើងនោះទេវាថែមទាំងមិនជាក់លាក់អ្វីទាំងអស់សម្រាប់អ្នកដែលសួរថាផលកម្រៃជាមធ្យមនៃផ្សារហ៊ុននឹងមានតម្លៃប៉ុន្មាននៅរយៈពេល10ឆ្នាំទៅមុខឬថាថ្ងៃណាទៅដែលខ្ញុំអាចចូលនិវត្តន៍បានប៉ុន្តែរឿងទាំងនេះមានមូលដ្ឋានដូចគ្នានៅត្រង់ថាអ្វីដែលយើងធ្វើបានល្អបំផុតគឺការគិតទៅដល់ភាពដែលអាចទៅរួចគោលការណ៍ទុកចន្លោះសុវត្ថិភាពរបស់ Graham គឺជាពាក្យណែនាំបែបសាមញ្ញដែលប្រាប់យើងថាយើងមិនអាចមើលពិភពលោកចំពោះមុខយើងថាជាពណ៌សឬខ្មៅព្យាករណ៍បានឬមិនបាននោះទេតំបន់ពណ៌ប្រផេះឬការបត់បែនទៅតាមឱកាសដែលផ្ដល់លទ្ធផលគួរឲ្យទទួលយកបានគឺមាគ៌ាដ៏វៃឆ្លាតដែលយើងគួរតែធ្វើប៉ុន្តែមនុស្សភាគច្រើនតែងតែមើលស្រាលទៅលើភាពចាំបាច់នៃការទុកចន្លោះសម្រាប់កំហុសឆ្គងជាពិសេសចំពោះអ្វីដែលតាក់ទងនឹងរឿងប្រាក់អ្នកវិភាគផ្សារហ៊ុនភាគច្រើនឲ្យតម្លៃទៅលើគោលដៅអតិថិជនតែមិនមែនផ្ដល់តម្លៃក្នុងចន្លោះនីមួយៗនៃគោលដៅទេអ្នកវិភាគសេដ្ឋកិច្ចព្យាករណ៍អ្វីផ្សេងៗទៅតាមតួលេខបែបជាក់លាក់ជាងភាពអាចទៅរួចបែបប្រយោលអ្នកឯកទេសដែលនិយាយពីភាពជាក់លាក់ដោយមិនស្ទាក់ស្ទើរនឹងមានអ្នកតាមដានច្រើនជាងអ្នកដែលនិយាយថាយើងមិនដឹងច្បាស់ទេថានឹងមានអ្វីកើតឡើងនិងអ្នកនិយាយដែលឈរលើករណីអាចទៅរួចយើងធ្វើបែបនេះចំពោះរឿងហិរញ្ញវត្ថុគ្រប់ប្រភេទជាពិសេសបំផុតគឺទៅលើអ្វីដែលតាក់ទងនឹងការសម្រេចចិត្តរបស់ខ្លួនឯងនាគ្រាមួយ Mark Benjamin ចិត្តវិទូពីសាកលវិទ្យាល័យ Harvard ធ្លាប់ចង្អុលបង្ហាញឲ្យឃើញថាពេលធ្វើការវិភាគគម្រោងជួសជុលផ្ទះអ្នកដទៃមនុស្សភាគច្រើននឹងវិភាគឃើញថាគម្រោងនោះត្រូវប្រើដើមទុនខ្ពស់ជាងការរំពឹងប្រហែល 25 ទៅ 50% ប៉ុន្តែនៅពេលដែលពួកគេរៀបគម្រោងរបស់ខ្លួនឯងពួកគេវិភាគឃើញថាវានឹងរួចរាល់ទៅតាមពេលវេលានិងដើមទុនដែលបានកំណត់ទុកប៉ុន្តែទីបំផុតពួកគេក៏ត្រូវខកចិត្តមានរឿងពីរដែលធ្វើឲ្យយើងមើលរំលងចន្លោះសម្រាប់កំហុសឆ្គងប្រការទី1គឺផ្នត់គំនិតដែលថាម្នាក់ចាំបាច់ត្រូវដឹងឲ្យបានថាអ្វីនឹងកើតឡើងនៅថ្ងៃអនាគតរឿងនេះត្រូវបានជំរុញដោយអារម្មណ៍មិនជាទីរីករាយពីការត្រូវទទួលស្គាល់រឿងអាក្រក់ៗដែលខុសពីចិត្តយើងប្រការទី2គឺអ្នកកំពុងបំផ្លាញខ្លួនឯងបើអ្នកមិនព្រមធ្វើអ្វីមួយយ៉ាងនៅពេលដែលអ្នកមើលឃើញថាអនាគតកំពុងតែคล้ายជាការពិតប៉ុន្តែការទុកចន្លោះសម្រាប់កំហុសឆ្គងមិនត្រូវបានគេផ្ដោតតម្លៃហើយត្រូវធ្វើឲ្យមានការយល់ខុសជាញឹកញាប់វាត្រូវគេចាត់ទុកថាជាការការពារហានិភ័យដែលត្រូវប្រើដោយបុគ្គលដែលមិនត្រូវការហានិភ័យខ្ពស់ឬគ្មានការជឿជាក់លើគំនិតរបស់ខ្លួនឯងប៉ុន្តែបើអ្នកប្រើវាយ៉ាងត្រឹមត្រូវការពិតទៅវាអាចជាអ្វីដែលផ្ទុយពីនោះ
ការទុកចន្លោះសម្រាប់កំហុសឆ្គងជួយឲ្យអ្នកអាចអត់ធ្មត់ចំពោះលទ្ធផលផ្សេងជាច្រើនហើយការអត់ធ្មត់នោះជួយឲ្យអ្នកឈរនៅក្នុងហ្គេមនេះបានយូរគ្រប់គ្រាន់ក្នុងការទទួលបានផលប្រយោជន៍ពីលទ្ធផលដែលមានឱកាសអាចទៅរួចតិចតួចផលកម្រៃដ៏ធំបំផុតមិនកើតមានញឹកញាប់ប៉ុន្មានទេអាចមកពីវាមិនបានកើតឡើងញឹកញាប់ឬព្រោះប្រាក់កម្រៃបន្ថែមពីលើប្រាក់ដើមត្រូវចំណាយពេលយូរអង្វែងដូច្នេះអ្នកដែលមានចន្លោះសម្រាប់កំហុសឆ្គងគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់គេដើម្បីឲ្យអាចទ្រាំទ្របានចំពោះស្ថានភាពលំបាកមួយទៀតនិងមានប្រៀបជាងអ្នកដែលត្រូវរបូតចេញពីហ្គេមចាញ់ឬបន្ថែមប្រាក់ចូលកាន់តែច្រើននៅពេលដែលពួកគេព្យាករខុស